តើចំណូលថំ$5,000អាចកសាងគ្រួសារបានអត់នៅក្នុងស្រុកខ្មែររបស់យើងជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបគ្នាម្ដងទៀតហើយនៅក្នុងជំវិញ podcast ថ្ងៃនេះខ្ញុំចង់ជជែកពាក់ព័ន្ធជាមួយនឹងបញ្ហាថវិកាឬក៏ចំណូលរបស់យើងថាតើប៉ុណ្ណាដែលយើងគិតថាស័ក្តិសមនៅក្នុងការដែលយើងបង្កើតគ្រួសារមួយបានជាពិសេសគឺនៅក្នុងស្រុកខ្មែររបស់យើងហ្មងខ្ញុំគិតថាសំណួរនេះវាសំខាន់សម្រាប់មនុស្សម្នាក់ព្រោះដោយសារតែការកសាងគ្រួសារមួយមិនមែនជារឿងធម្មតាដែលយើងគិតថាអូខេទៅសិនទៅហើយចាំគិតគូរតាមក្រោយទេអញ្ចឹងបើសិនជាសម្រាប់ខ្ញុំវិញខ្ញុំនឹងសួរសំណួរខ្លួនឯងចំនួន3ហើយខ្ញុំគិតថាសំណួរនេះវាអាចនឹងសំខាន់សម្រាប់អ្នកទាំងអស់គ្នាយកទៅពិចារណាបានដែរសំណួរទី1ដែលខ្ញុំនឹងសួរមកខ្លួនឯងហ្នឹងថាតើ$500នៅក្នុងមួយខែខ្ញុំគិតថាខ្ញុំត្រៀមខ្លួនរួចនៅក្នុងការទៅកសាងគ្រួសារមួយហ្នឹងប្រកាសតែចំណូលថំ$500អ្នកខ្លះទៀតគាត់គិតថាច្រើនអ្នកខ្លះទៀតគាត់គិតថាប៉ុណ្ណឹងវាតិចខ្លាំងណាស់សម្រាប់ការកសាងគ្រួសារមួយហ្នឹងតាមអ្វីដែលខ្ញុំសង្កេតនៅក្នុងបណ្ដាញសង្គមមានមនុស្សជាច្រើនដែលគាត់បានវែកញែកពាក់ព័ន្ធជាមួយនឹងរឿងកម្រិតប្រាក់ចំណូលថំ$500នេះមែនតើ$500សួរថាវាច្រើនតិចវាអាស្រ័យទៅលើអ្នកទាំងអស់គ្នាតើការចំណាយប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នានឹងប៉ុណ្ណាបើសិនជាអ្នកទាំងអស់គ្នាតម្រូវការចាយវាតិចតួចខ្ញុំគិតថា$500វាអាចគ្រប់គ្រាន់សម្រាប់ការកសាងគ្រួសារប៉ុន្តែបើសិនជាកម្រិតការចំណាយរបស់យើងវាលោតដល់ខ្ទង់ពាន់ប្រកាសឲ្យ$500ហ្នឹងអត់អាចគ្រប់គ្រាន់នៅក្នុងការកសាងគ្រួសារនឹងទេសម្រាប់ខ្ញុំគិតថាជីវិតគឺជាជម្រើសអញ្ចឹងជម្រើសមួយណាក៏ដោយឲ្យតែវាស័ក្តិសមសម្រាប់ជីវិតរបស់យើងធ្វើវាទៅអត់មានពាក្យថាខុសឬក៏អត់មានពាក្យថាត្រូវសម្រាប់ការជ្រើសរើសជីវិតដែលខ្លួនឯងចង់បានទេពាក្យថាគ្រប់គ្រាន់និយមន័យរបស់វាទលំទលាយខ្លាំងណាស់ខ្ញុំឧទាហរណ៍ថាឪពុកម្ដាយខ្លះឲ្យតែគាត់មានលទ្ធភាពនៅក្នុងការបញ្ជូនកូនគាត់ទៅរៀនឲ្យបានល្អជ្រៅជ្រះគាត់គិតថាអូខេវាគ្រប់គ្រាន់ហើយទោះបីសាលាហ្នឹងជាសាលាឯកជនឬក៏សាលារបស់រដ្ឋក៏ដោយប៉ុន្តែឪពុកម្ដាយខ្លះទៀតគាត់គិតថាប៉ុណ្ណឹងវាអត់គ្រប់គ្រាន់សម្រាប់កូនគាត់ទេគាត់ត្រូវបញ្ជូនកូនគាត់ទៅរៀននៅសាលាដែលល្អសាលាឯកជនដែលមានកេរ្តិ៍ឈ្មោះនៅក្នុងស្រុកខ្មែររបស់យើងចឹងទៅទន្ទឹមនឹងមានឪពុកម្ដាយមួយចំនួនទៀតគាត់គិតថាគាត់ចង់បញ្ជូនកូនគាត់ទៅរៀនដល់ស្រុកគេបានគាត់គិតថាវាគ្រប់គ្រាន់សម្រាប់គាត់ត្រឡប់មករឿងពាក់ព័ន្ធជាមួយនឹងការហូបចុកវិញចោះអ្នកខ្លះទៀតគាត់ពិបាករហូតដល់ថ្នាក់ហៅតបាយ3ពេលឲ្យត្រង់មាត់អត់ទាំងឃើញផងអញ្ចឹងទន្ទឹមនឹងមានអ្នកជាច្រើនទៀតដែលគាត់គិតថាអូខេសម្រាប់គ្រួសាររបស់ខ្ញុំឲ្យតែបានបាយមួយថ្ងៃ3ពេលឲ្យតែឆ្ងាញ់គ្រប់កាពះរៀងខ្លួនទៅវាគ្រប់គ្រាន់ហើយប៉ុន្តែមានគ្រួសារមួយចំនួនទៀតគាត់បានគិតអញ្ចឹងហើយគាត់គិតថាតើតែមានអាហារូបត្ថម្ភគ្រប់គ្រាន់មានឧទាហរណ៍ដូចបន្លែផ្លែឈើអីបន្ថែមទៀតចឹងទៅមានទឹកដោះគោមានអាហារអំប៉នអីផ្សេងទៀតចឹងណាបានគាត់គិតថាវាគ្រប់គ្រាន់សម្រាប់គាត់ឥឡូវឧទាហរណ៍មួយទៀតចុងក្រោយសាមញ្ញរឿងកៅអៅដែលយើងពាក់នៅលើខ្លួនចាស់អញ្ចឹងអ្នកខ្លះទៀតគាត់គិតថាឲ្យតែបានសម្លៀកបំពាក់ដែលសមរម្យពាក់នៅលើខ្លួនហ្នឹងគាត់គិតថាគ្រប់គ្រាន់ហើយប៉ុន្តែទន្ទឹមនឹងមានអ្នកមួយចំនួនទៀតគាត់គិតថាកៅអៅវាត្រូវទៅតាមកលៈទេសៈគាត់ត្រូវមានច្រើនជំរើសគាត់ត្រូវមានអីចឹងទៅអញ្ចឹងបានគាត់គិតថាវាសមរម្យវាគ្រប់គ្រាន់ប៉ុន្តែទន្ទឹមនឹងដែរមានបុគ្គលមួយចំនួនទៀតដែលគាត់គិតថាត្រឹមតែសម្លៀកបំពាក់ពាក់លើខ្លួនពាក្យថាគ្រប់គ្រាន់សម្រាប់គាត់លុះត្រាតែមានផ្លាកយីហោឬក៏ brand ដែលល្បីលំដាប់ពិភពលោកអីចឹងទៅបានគាត់គិតថាវាគ្រប់គ្រាន់សម្រាប់គាត់ឧទាហរណ៍ដូច Chanel Dior ឬក៏អីផ្សេងទៀតអញ្ចឹងណាអញ្ចឹងបានគាត់គិតថាអាហ្នឹងឯងបានវាគ្រប់គ្រាន់ត្រឡប់មកវិញចំណូល$500និងពាក្យថាគ្រប់គ្រាន់របស់អ្នកទាំងអស់គ្នានឹងវាសមាមាត្រគ្នាដែរឬក៏អត់បើសិនជាយើងគិតថាត្រឹមចំណូល$500ហើយយើងចាយជីវិតធម្មតាប្រកាសតែវាអាចនឹងគ្រប់គ្រាន់ប៉ុន្តែបើសិនជាការចំណាយរបស់យើងរហូតទៅដល់ខ្ទង់ពាន់នៅក្នុងមួយខែប្រកាសណាស់$500វាអត់គ្រប់គ្រាន់សម្រាប់ការចំណាយឬក៏តម្រូវការរបស់អ្នកទាំងអស់គ្នាទេរឿងមួយទៀតក៏រឿងសំខាន់ដែរថាតើបច្ចុប្បន្ននេះលុយគឺជាជំរើសដំបូងដែលអ្នកទាំងអស់គ្នាកំណត់ថាអ្នកណាម្នាក់ជាដៃគូរបស់អ្នកទាំងអស់គ្នាហើយយើងចង់កសាងគ្រួសារជាមួយនឹងម្នាក់ហ្នឹងមែនដែរឬក៏អត់សម្រាប់ខ្ញុំដដែលជីវិតគឺជាជំរើសបើសិនជាអ្នកទាំងអស់គ្នាគិតថាលុយវាសំខាន់អញ្ចឹងប្រកាសតែអ្នកទាំងអស់គ្នាដើរតាមជំរើសរបស់អ្នកទាំងអស់គ្នាទៅប៉ុន្តែមានមនុស្សមួយចំនួនទៀតគាត់គិតថាលុយ
ក៏សំខាន់ដែរប៉ុន្តែវាអាចនឹងមកតាមក្រោយវាអាចជាជំរើសទី2ឬក៏ជាជំរើសទី3ចឹងទៅដោយសារមូលហេតុមួយចំនួនថាតើគាត់នឹងគិតថាក្រៅពីលុយអ្វីទៅដែលសំខាន់សម្រាប់ក្តីសុខគ្រួសាររបស់គាត់ឲ្យពិតប្រាកដឧទាហរណ៍ថាតើដៃគូរបស់គាត់ស្រឡាញ់គាត់ដែរឬក៏អត់អាកប្បកិរិយាឬក៏ទង្វើរបស់ដៃគូរបស់គាត់មកលើគាត់នឹងឬក៏មកលើគ្រួសាររបស់គាត់នឹងគាត់អាចទទួលយកបានអត់គាត់គិតថាវាល្អអត់ឬក៏អីផ្សេងចឹងទៅហើយរឿងដែលសំខាន់មួយទៀតដែលគាត់អាចឲ្យតម្លៃហ្នឹងគឺត្រង់ថាតើដៃគូរបស់គាត់នឹងមានការតាំងចិត្តខ្ពស់នៅក្នុងការមកធ្វើឲ្យជីវិតរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងប្រសើរឡើងដែរឬក៏អត់អញ្ចឹងបើសិនជាដៃគូរបស់គាត់ខ្លាចគាត់ពិបាកដៃគូរបស់គាត់នឹងចាប់ផ្ដើមធ្វើរឿងគ្រប់យ៉ាងដើម្បីគាត់ឧទាហរណ៍ដូចពង្រឹងសមត្ថភាពពង្រឹងចំណេះដឹងហើយព្យាយាមខិតខំតស៊ូដើម្បីរកថវិកាឬក៏រកលុយមកផ្គត់ផ្គង់គ្រួសាររបស់គាត់ឲ្យកាន់តែប្រសើរឡើងតាមអ្វីដែលខ្ញុំធ្លាប់សង្កេតមកខ្ញុំឃើញដៃគូជាច្រើនដែលគាត់ចាប់ផ្ដើមឡើងពីបាតដៃទទេហើយគាត់បញ្ចប់ទៅវិញក៏បាតដៃទទេដែរមានដៃគូមួយចំនួនទៀតគាត់ចាប់ផ្ដើមឡើងពីបាតដៃទទេប៉ុន្តែគាត់រាល់ថ្ងៃនេះគាត់មានលទ្ធភាពគាត់ជីវិតគ្រួសាររបស់គាត់ចាប់ផ្ដើមរងរឿងទៅចំណូលកាន់តែច្រើនទៅអញ្ចឹងបានខ្ញុំនិយាយថាលុយមិនមែនជារបស់ដែលគួរតែចាប់ផ្ដើមហ្មងទេសម្រាប់ខ្ញុំណាព្រោះការខិតខំប្រឹងប្រែងរបស់ដៃគូរបស់យើងនៅពេលដែលគេខ្លាចយើងពិបាកគេនឹងខំប្រឹងធ្វើគ្រប់វិធីដើម្បីឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃឯងដោយដែលខ្ញុំនិយាយពីខាងដើមអញ្ចឹងទី1គេអាចទៅពង្រឹងសមត្ថភាពពង្រឹងចំណេះដឹងលះបង់តស៊ូអីផ្សេងទៀតចឹងទៅតែមានរឿងមួយដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាណាផ្នត់គំនិតរបស់ខ្ញុំគិតថាគ្រួសារគឺជារបស់មនុស្សពីរនាក់ជារបស់ប្តីជារបស់ប្រពន្ធអញ្ចឹងអ្នកទាំងពីរគួរតែ take responsibility ឬក៏ទទួលខុសត្រូវទៅលើគ្រួសាររបស់ខ្លួនឯងហ្នឹងអត់គួរពឹងពាក់លើតែប្តីឬក៏ពឹងពាក់លើតែប្រពន្ធទេហើយខ្ញុំគិតថាក្នុងការរកចំណូលក៏វាអាស្រ័យទៅលើតើដៃគូរបស់គាត់ទាំងពីរនាក់ហ្នឹងគាត់ជជែកគ្នាយ៉ាងម៉េចព្រោះអ្នកខ្លះទៀតគាត់ឃើញប្តីរបស់គាត់ពិបាកអញ្ចឹងប្រពន្ធរបស់គាត់នេះគាត់អត់ចង់ឲ្យប្តីរបស់គាត់ពិបាកនៅក្នុងការមកជ្រោមជ្រែងគ្រួសារតែឯងទេប្រពន្ធក៏ទៅធ្វើការរកស៊ីដូចគ្នាដើម្បីមកជួយជ្រោមជ្រែងគ្រួសាររបស់គាត់នឹងហើយមានគ្រួសារខ្លះទៀតដោយសារតែគាត់ពិបាកនៅក្នុងការទៅរកអ្នកមើលកូនគាត់អត់ទុកចិត្តឬក៏អីចឹងទៅហើយចំណូលប្តីរបស់គាត់ក៏គួរសមអាចផ្គត់ផ្គង់បានដែរអញ្ចឹងគាត់នឹងអាស្រ័យទៅលើចំណូលរបស់ប្តីរបស់គាត់រឿងពាក្យថាគ្រួសារទោះបីខ្ញុំអត់ទាន់មានគ្រួសារប៉ុន្តែខ្ញុំគិតថាវាមានរឿងជាច្រើនដែលស្មុគស្មាញប៉ុន្តែយើងអាចនិយាយគ្នាបានជាក់ស្ដែងដូចរឿងរកប្រាក់ចំណូលអញ្ចឹងគ្រួសាររបស់យើងប្តីប្រពន្ធរបស់យើងមិនទៅមើលគ្រួសារគេទេនិយាយគ្នាខ្លួនឯងទៅតើអ្នកណាជាអ្នកចេញរកលុយអ្នកណាជាអ្នកនៅផ្ទះឬក៏យើងគួរតែចេញទៅរកលុយទាំងពីរនាក់ហើយយើងគិតគូរមិនបន្តទៀតវាអាស្រ័យទៅលើយើងនិយាយគ្នាយើងស្រស់ស្រួលគ្នាពីអ្នកប្តីប្រពន្ធយើងទៅខ្ញុំចាំថាម្ចាស់គាត់តែងតែនិយាយថាចកៀងផ្ទះអ្នកណាភ្លឺតែផ្ទះអ្នកហ្នឹងឯងវាត្រូវហើយព្រោះជំរឿសនៅក្នុងការកំណត់គោលដៅរបស់គ្រួសាររបស់យើងវាផ្សេងគ្នាយើងអាចឃើញថាអូខេនៅគ្រួសាររបស់គេមានតែប្តីម្នាក់ទៅរកលុយវាគ្រប់គ្រាន់ហើយមិនប្រកាសថាគ្រួសាររបស់យើងប្តីឬក៏ប្រពន្ធតែម្នាក់ទៅរកចំណូលហ្នឹងវាគ្រប់គ្រាន់ទេអញ្ចឹងវាជាក់ស្ដែងទៅតាមកលៈទេសៈឬក៏អ្វីដែលយើងត្រូវការជាក់ស្ដែងនេះយើងជជែកគ្នារវាងគ្រួសារនិងគ្រួសាររបស់យើងទៅហើយរកដំណោះស្រាយឬក៏ច្រកចេញមួយដែលសមស្របជាមួយនឹងទាំងខាងប្តីទាំងខាងប្រពន្ធទៅខ្ញុំគិតថាយើងអាចនៅក្នុងការបន្តកសាងគ្រួសាររបស់យើងបន្តទៅមុខទៀតហើយកុំព្យាយាមយកគ្រួសារអ្នកដទៃឲ្យមកពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់យើងព្រោះវាមិនមែនជារឿងល្អនៅក្នុងការទៅប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃឬក៏គ្រួសាររបស់អ្នកដទៃមកប្រៀបធៀបជាមួយនឹងយើងខ្ញុំឧទាហរណ៍ថាគ្រួសារខ្លះឬក៏ប្តីឬក៏ប្រពន្ធរបស់យើងចាស់អ្នកខ្លះក៏អត់ចេះញ៉ាំត្រេនទេប៉ុន្តែយើងឃើញអ្នកផ្សេងទៀតគ្រួសារផ្សេងទៀតគេសប្បាយក្អាយនៅក្នុងការញ៉ាំត្រេនហ្នឹងយើងអាចយក standard មួយហ្នឹងឬក៏យើងអាចទៅធ្វើតាមគ្រួសារគេបានទេប្រកាសទេបើសិនជាយើងហ៊ានទៅទិញត្រេនយកមកញ៉ាំជាមួយនឹងគ្រួសាររបស់យើងអ្នកដែលមានសេចក្តីសុខគឺអ្នកដែលចូលចិត្តប៉ុន្តែអ្នកដែលគាត់អត់ចូលចិត្តហ្នឹងណាគាត់អត់សប្បាយចិត្តមួយយើងឯងអញ្ចឹងវាទៅជារឿងល្អកកអត់ចេះយល់យកគ្នាវិញទៀតហើយដដែលគ្រួសារគឺជារឿងរបស់មនុស្សពីរនាក់
មានតែមនុស្សពីរនាក់យើងទេជជែកគ្នានៅក្នុងការទៅកសាងគ្រួសារអនាគតរបស់យើងទៅយើងចង់ដាំផ្កាយើងចង់ដាំដុះអីជារឿងរបស់យើងនៅលើផ្លូវជីវិតរបស់យើងហ្នឹងកុំឲ្យមានអ្នកផ្សេងចូលមកពាក់ព័ន្ធលាយឡំជាមួយនឹងជីវិតគ្រួសាររបស់យើងច្រើនពេកតែមិនអញ្ចឹងទេយើងរកសេចក្តីសុខឬក៏សេចក្តីស្ងប់ផ្លូវចិត្តសុភមង្គលនៅក្នុងគ្រួសារអត់បានទេចំណុចទី3ខ្ញុំគិតថាហ្នឹងក៏សំខាន់ដែរតើយើងចង់បានអីគេបំផុតពីដៃគូរបស់យើងខ្ញុំឧទាហរណ៍ថាអ្នកខ្លះមុនគាត់ចាប់ផ្ដើមគ្រួសារគាត់ស្រឡាញ់មនុស្សគាត់សម្លឹងទៅមើលថាតើម្នាក់នឹងស្អាតអត់ម្នាក់នឹងគាត់សខ្មៅអ្នកខ្លះទៀតគាត់ស្រឡាញ់មនុស្សគាត់អត់មើលទៅលើហ្នឹងទេគាត់មើលទៅលើអាកប្បកិរិយាការនិយាយស្ដីអត្តចរិតអីផ្សេងអញ្ចឹងម្នាក់កំណត់គោលដៅនៅក្នុងការជ្រើសរើសគូសកលរបស់គាត់ហ្នឹងក៏ផ្សេងគ្នាដែរអញ្ចឹងហើយបានគេតែងតែនិយាយថាមនុស្សម្នាក់គាត់មានអញនិយាយបានថាគូព្រេងរៀងខ្លួនអញ្ចឹងណាដោយសារតែអ្នកខ្លះគាត់មើលឃើញម្នាក់ហ្នឹងស្អាតប៉ុន្តែយើងមើលឃើញអត់ស្អាតអីចឹងទៅត្រឡប់មកវិញដដែលខ្ញុំគិតថាជំរើសនៅក្នុងគ្រួសាររបស់យើងមានសិទ្ធិនៅក្នុងការជ្រើសរើសហើយរកដៃគូដែលស័ក្តិសមសម្រាប់យើងវាត្រូវជាមួយអ្វីដែលជាតម្រូវការរបស់យើងទៅត្រឡប់មកវិញការជ្រើសរើសគ្រួសារมันប្រកាសថាអ្នកទាំងអស់គ្នាជ្រើសរើសហើយវាត្រូវទេព្រោះនៅពេលដែលយើងចាប់ផ្ដើមជីវិតដៃគូខ្ញុំគិតថាវាមានរឿងជាច្រើនដែលយើងត្រូវព្យាយាមសម្របគ្នាទៅវិញទៅមករៀងខ្លួនហើយក្នុងករណីថាបើសិនជាយើងជ្រើសរើសខុសយើងត្រូវតែជាអ្នកដែលត្រូវទទួលខុសត្រូវទៅលើរឿងមួយហ្នឹងយើងអត់អាចបន្ទោសអ្នកណាម្នាក់បានទេអញ្ចឹងនៅក្នុងការដោះស្រាយបញ្ហាដូចខ្ញុំនិយាយចឹងថាតើយើងអាចអង្គុយជជែកគ្នាឬក៏យើងសម្រួលគ្នាបានដែរឬក៏អត់ហើយបើសិនជាក្នុងករណីថាយើងអត់អាចទទួលយកគ្នាបានរៀងខ្លួនជំរើសចុងក្រោយមានតែមួយនឹងទេប៉ុន្តែវាអាចនិយាយបានថាវាមានរឿងជាច្រើនទៀតនឹងតាមមកពីក្រោយអញ្ចឹងណាអញ្ចឹងបានខ្ញុំអាចនិយាយបានថាមុនពេលដែលយើងសម្រេចចិត្តនៅក្នុងការកសាងគ្រួសារត្រូវកំណត់អីដែលខ្លួនឯងចង់បានឲ្យបានច្បាស់គោលដៅឲ្យបានជាក់លាក់ជៀសវាងការបថុយប្រឋានស្រឡាញ់គ្នាតាមមកខ្យល់ចុងក្រោយអ្នកដែលពិបាកមិនតែយើងទេតែបើសិនជាក្នុងករណីថាយើងមានកូនមានអីទៀតប្រកាសតែអ្នកដែលរងគ្រោះខ្លាំងជាងគេបំផុតគឺកូនរបស់យើងហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នានៅក្នុងការតាមដានទស្សនាវីដេអូនេះរហូតដល់ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀត